សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីនៅក្នុងទីក្រុង Christchurch ដែលខ្ញុំទៅតាំងពីខែមុនបងប្អូនទាំងអស់គ្នាហើយគេមាន garden មួយធំជាងគេនៅក្នុងទីក្រុង Christchurch ហើយបងប្អូនចង់ដឹងថា garden អីគេគឺមានឈ្មោះថា Botanic Garden នៅក្នុងទីក្រុង Christchurch បងប្អូនទាំងអស់គ្នាបងប្អូនគេមានដាំប្រទាលណាបងប្អូនមិនបាច់មើលប្រទាលហ្នឹងគាត់វារូបរាងដូចអីផ្សេងហើយគេមានដាំផ្កាដាំអីច្រើនបងប្អូនហើយចំពោះផ្កាឬក៏ដើមឈើអីផ្សេងបងប្អូនគឺគេយកមកពីប្រទេសផ្សេងពូជផ្សេងមកទាំងអស់ដើម្បីគេដាំនៅក្នុងផ្ទះកញ្ចក់របស់គេហ្នឹងណាហើយគេដាក់តាំងនៅក្នុងសួនហ្នឹងហើយបងប្អូនចូលមើលគឺ free អត់មានបង់លុយទេហើយបន្ទាប់មកក៏យើងដើរលេងមួយឆ្អែតសួនគេធំក៏គេមានរូបសំណាកមួយនៅមុខនេះហើយភ្ញៀវទេសចរគេនាំគ្នាថតគ្រប់គ្នាបងប្អូនហើយចំពោះអាគារមួយនេះដែរគឺខ្ញុំអត់ដឹងអាគារអីទេព្រោះខ្ញុំអត់បានចូលអញ្ចឹងខ្ញុំអត់បានដឹងឈ្មោះថាអាគារហ្នឹងអាគារអីគេទេព្រោះអីមកដើរលេងនេះយើងឆ្លៀតពេលវេលាយើងវាខូចយើងត្រូវចូល Air Force New Zealand កន្លែងគេតាំងយន្តហោះអីហ្នឹងបងប្អូនហើយបន្ទាប់មកគឺខ្ញុំមកសួនមកអីហើយបន្ទាប់មកទៀតក៏ខ្ញុំទៅញ៉ាំកាទៀវបំណងចង់ទៅញ៉ាំកាទៀវខ្មែរនៅ Christchurch ហ្នឹងហើយបន្ទាប់មកគឺយើងទៅ Ashburton វិញអញ្ចឹងនាំបងប្អូនទាំងអស់គ្នាមើលទេសភាពនៅទីក្រុង Christchurch ទាំងអស់គ្នាស្រស់ស្អាតគ្មានសម្រាមអីទេបងប្អូនហើយធ្លាប់តែនៅទីក្រុងនៃភាគ Hawke's Bay អីហ្នឹង Hastings នៅខ្ញុំនៅហ្នឹងគឺឡានចរាចរណ៍អីអត់សូវមានណាបងប្អូនពេលមកដល់ Christchurch ចូលក្រុងម្ដងម្កាលមនុស្សឡើងអ៊ូអរចរាចរណ៍ឡើងពេញទៅនឹងមានស្ទះមានអីដូចគ្នាដែរពេលគេម៉ោងចេញចូលធ្វើការតំបន់ទេសចរហើយចំពោះការចតឡានចតអីវិញយើងចតត្រូវបង់លុយ1ម៉ោងប្រហែលហើយនេះរូបសំណាករបស់គេនេះយើងរៀបទៅរកឡានវិញណាបងប្អូនយើងដើរមើលទេសភាពមានទាមានអីមានបឹងនិយាយរួមគឺ fresh ស្រស់ស្រាយធម្មជាតិនៅក្នុងប្រទេសញូហ្សេឡង់ស្រស់ស្រាយស្អាតណាស់បងប្អូនមានទាំងទាមានទាំងកងានមានទាំងចាប់មានទាំងអីមានសពគ្រប់ទាំងអស់បាទជូនចំពោះបងប្អូនទាំងអស់គ្នាដែលមកលេងទីក្រុង Christchurch កុំភ្លេចមកលេងនៅ Botanic Garden នៅក្នុងទីក្រុង Christchurch ទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ like ជួយ follow